នេះជាសកម្មភាពមកដាក់បង្កាយម្នាក់ឯងបងប្អូនហើយមកដាក់បង្កាយម្នាក់ឯងយើងមកដល់ពេលយប់ពេលយប់បងប្អូនពេលល្ងាចព្រលឹមបងប្អូនដោយសារតែឆ្ងាយពីផ្ទះបងប្អូនអើយឆ្ងាយផ្ទះមកយើងរវល់ពីថ្ងៃរវល់តែជ្រូតស្រូវដឹកស្រូវទៅយើងដល់ផ្ទះបានយើងមកលើយើងមកដល់ហើយគឺយើងរៀបចំដាក់បង្កាយបងប្អូនមកដល់ល្ងាចហើយបងប្អូនព្រលឹមហើយតែម្នាក់ឯងបងប្អូនឥឡូវយើងកំពុងតែរៀបចំដាក់នេះគឺជាវីដេអូភាគ1បងប្អូនឥឡូវយើងកំពុងតែរៀបចំដាក់ចិត្តហើយបងប្អូនសល់ពេលជា4-10បកាយទៀតហើយយើងដាក់អត់អស់ទេបងប្អូនបកាយដោយសារតែវាអត់មាននុយដាក់បងប្អូនអត់ចាប់គូនកង្កែបអត់បានសារតែអាគូនក្អាបក៏ចាប់បានណាគូនឆ្លងតង់ចោលបានយប់ហើយរស់ចោលបានទេបងប្អូនគឺយើងយកបកាយមួយច្រើនដែរខ្ទង់ជា50ដងជាងតែយើងដាក់បានទី30ដងទេដោយសារមកដាក់គិតថាមកយប់ឡើងដល់រស់ចាប់គូនកង្កែបទៀតតែចោលបានបងវាក្រស្មានសម្បូរនៅស្ទឹងណាតែពាក់សម្បូរសោះកន្លែងនេះបងប្អូនទុកតែដាក់រួចនេះត្រីខាំមួយបាត់បងប្អូនចូលឆ្លាងបងប្អូនហើយมันធ្វើជាធំប្រមាណទេប៉ុន្មានជើងទុកតែដាក់ហើយដាក់មួយទៀតលឺបារ៉ាបែមកត្រូវបាត់ឥឡូវយើងដោះទុកសិនយើងរៀបដាក់បដិទៀតដោយសារខ្លាចដាច់មាត់បងប្អូននេះបើសិនជាមាននុយនឹងត្រូវប៉ុណ្ណាបងប្អូនហើយបើមាននុយច្រើនមើលតែពាក់កណ្ដាលយប់ត្រូវបងប្អូនឥឡូវយើងដាក់ចិត្តអស់បកាយមានចិត្តអស់ទាំងបងប្អូនចិត្តអស់នុយហើយព្រោះនុយយើងដាក់អត់គ្រប់បកាយទេបកាយយកមកច្រើនតែនុយមែនទេបន្តិចព្រោះយើងសង្ឃឹមថាមកដល់ណាយើងចាប់នុយដាក់ទៀតតែចោតបានទេបងប្អូននេះសល់បកាយយើងដាក់អានេះអស់ហើយគឺយើងមើលប្រហែលបកាយសល់យើងទុកកន្លែងផ្សេងព្រោះវាមាននុយបងប្អូនលើនេះកន្លែងនេះគឺយើងរៀបចំដាក់ទៀតហើយយើងអត់ទាន់បានមើលទៀតទេប្រមូលនៅអេបងស្ងាត់គួរសមដែរបងប្អូនអើយស្មានតែមានអ្នកមកដាក់ដល់ពេលមកស្ងាត់ឈឹងថ្ងៃនេះអត់មានអ្នកមកដាក់ទេតែយើងបានដេកនៅនេះទាំងបងប្អូនដាក់រួចហើយយើងមើលបកក្រោយយើងទៅផ្ទះវិញព្រឹកឡើងចាំមកមើលទៀត